cứ công ca nghe khi nêu chùa một ở mạnh mạnh nít tha nêu chụp cái ký nêu bẩn to kháng cái đào kháng hơi ai lâu ní cặp lương plau rồi bỏ từ hiền xiêm nước bàn trâu bây giờ bỏ đọt bây giờ nó chỉ bay nè rồi rồi bù hai lứa tập ba trăm mình tìm về từ tiền bà chẳng bây giờ bỏ đọt bao giờ bàn rồi rồi bù nêu càng chọn chụp cái kỳ hay nâng bẩn to tu nêu lấy chập đi chụp cái kỳ chập một đo tầm mon ta cả bay và thầm mò đôn nè ô smite chỉ đầm nâng công pung ta bỏ to tu hai bỏ miền mũi tiết để cho mình từ tu bàn pi khang công ca nghi dương đâyនៅខាងព្រះវិហារដោយសារតែទាហានសៀមប្រើប្រាស់នៅអាវុធធនធ្ងន់ខ្លាំងហើយឥឡូវប្រភេទកម្រិតបាញ់ប្លង់ចម្ងាយឆ្ងាយរាប់10គីឡូបាទគឺប្រភេទកំភ្លើងប្លោម155មីលីម៉ែត្របាទប្រភេទកំភ្លើងនឹងប្លោងឡើងដល់100គីឡូចាបាទអញ្ចឹងដោយសារតែឥឡូវនេះទៅជួមុខសៀមកំពុងតែប្រើប្រាស់នៅកំភ្លើងធំខ្លាំងឥឡូវប្រភេទអាវុធ BM21 យើងចាប់ដើមចេញហើយបាទបាញ់ចេញហើយមិញនេះគឺបើតាមស្ដាប់ទៅគឺបាញ់ចេញ4គោលដៅចាបាទដោយសារតែឥឡូវនេះដោយសារតែទាហានសៀមគេប្រើទាំងយន្តហោះផងគេប្រើទាំងកំភ្លើងធំប្រភេទធនធ្ងន់ផងបាទឥឡូវយើងបានឆ្លើយតបត្រឡប់ទៅវិញដោយណែBM21 ចេញហើយបាទចេញចំនួន4គ្រឿងហើយចាបាទដោយសារតែឥឡូវកាន់តែធ្ងន់ទៅដូចមិញក្របមិញសហការីមិនឃើញកន្លែងធ្លាក់ទេមិញចាបាទនិយាយរួមទៅពីមួយវគ្គទៅមួយវគ្គគឺកាន់តែក្តៅទៅឯណាប្រិយបាទនេះគឺធ្លាក់មកចំកន្លែងតំបន់ប្រជាពលរដ្ឋរស់នៅសិតដណ្ដៅប៉ុណ្ណឹងចាបាទមិញធ្លាក់មិញហ្នឹងចាបាទនេះដោយសារតែយើងសូមរក្សាសិទ្ធិនិងរូបភាពក្រៅពីហ្នឹងយើងមិនហ៊ានប្រើប្រាស់បាទយើងប្រើប្រាស់តែកន្លែងធ្លាក់ហើយនឹងហើយឥឡូវក្រុមការងារយើងកំពុងតែនៅខាងជួរមុខហ្នឹងមិនហ៊ានទៅចិត្តទេបាទដើម្បីទទួលបាននៅព័ត៌មានក្តៅខ្លាំងបាទក្តៅខ្លាំងបន្ថែមទៀតនៅក្នុងម៉ោងនេះសាលារៀនតាមបណ្ដាសាលារៀនទាំងអស់ត្រូវបានក្រសួងអប់រំឲ្យផ្អាកហើយសាលានៅតាមបណ្ដោយព្រំដែនខេត្តឧត្តរមានជ័យអីហ្នឹងដោយសារតែបញ្ហាស្ថានភាពក្តៅកគុកតាមខេត្តព្រះវិហារហ្នឹងក៏ត្រូវបានផ្អាកនៅក្នុងការរៀនសូត្រដែរអញ្ចឹងកុមារតូចទាំងអស់ចានេះប្រិមត្តរូបភាពនេះគឺជាទស្សនវិជ្ជាកុមារដែលចេញពីសាលាបឋមសិក្សាស្វាយជ្រុំនៅក្នុងខេត្តឧត្តរមានជ័យចាពួកគាត់ត្រូវបានរត់ចេញពីសាលារៀនទាំងព្រឹកព្រលឹមតែម្ដងក្រោយពេលថៃបើកការវាយប្រហារមកលើកម្ពុជាយើងអញ្ចឹងនៅក្នុងម៉ោងនេះគឺសាលាទាំងអស់ត្រូវបានផ្អាកហើយរងចាំស្ថានភាពមើលទៅមុខបន្តទៀតថាតើវាបែបណាចាហើយព័ត៌មានធំនៅលើពិភពលោកក៏បានចេញដែរបងប្អូនដូចជា CNN BBC ជាប្រភេទព័ត៌មានអន្តរជាតិធំនៅលើពិភពលោកហើយនៅក្នុង CNN មានផ្សាយចេញថាម៉េចនាងនេះគឺជាតាមបណ្ដាញសារព័ត៌មាន CNN ក៏បានផ្សាយដែរគេបានផ្សាយថាភាគីថៃបានបើកការវាយប្រហារមកលើកម្ពុជាតាមផ្លូវអាកាសហើយ CNN បានបញ្ជាក់ថាការវាយប្រហារនេះវាហាក់បីដូចជាធ្វើឲ្យសក្តានុពលនៃកិច្ចព្រមព្រៀងសន្តិភាពរបស់លោកត្រាំគឺបានធ្លាក់ចុះនៅក្នុងន័យមានន័យថាឥទ្ធិពលរបស់លោកត្រាំដូចជាមិនមានប្រសិទ្ធភាពទៅលើក្រុមដំណប់ទៅលើភាគីថៃនោះទេដួលរលំហើយចាដួលរលំហើយអានេះសម្រាប់ការលើកឡើងរបស់កាសែត CNN ចំណែក Channel New Asia ក៏ដូចជាសារព័ត៌មាន Al Jazeera ក៏ដូចជាសារព័ត៌មានអន្តរជាតិលើពិភពលោកកំពុងតែចុះផ្សាយថាភាគីថៃបានបើកការវាយប្រហារមកលើកម្ពុជាជាពិសេសនោះគឺការប្រើប្រាស់ក៏យន្តហោះចម្បាំងវាយប្រហារតាមផ្លូវអាកាសមកលើកម្ពុជាយើងផ្ទាល់តែម្ដងចាបាទនេះព័ត៌មានពីហ្នឹងចាព័ត៌មានតាក់ទងជាមួយនឹងបណ្ដាញសារព័ត៌មាន3ក៏ដូចជាសារព័ត៌មានផ្សេងទៀតចាហើយក្នុងនោះដែរគឺប្រិមិត្តគាត់នៅតែបន្តតាមដានស្ថានភាពតាមតំបន់ព្រំដែនយ៉ាងយកចិត្តទុកដាក់ដូចគ្នាចាហើយក្នុងម៉ោងនេះគឺយើងកំពុងតែតាក់ទងទៅក្រុមការងារតាមបណ្ដាខេត្តបន្តទៀតចាបាទហើយខ្ញុំសូមជម្រាបបន្ថែមថាក្តៅកគុកថែមទៀតហើយក្តៅខ្លាំងហើយនៅខាងតាមន់តាកបីនិងនៅជប់កគីប៉ុន្តែឥឡូវនេះខ្ញុំចង់ដឹងក្រុមការងារខ្ញុំនៅដល់មានជ័យបន្ថែមទៀតដើម្បីវិវត្តឲ្យចុងក្រោយនេះតើសម្លេងផ្ទុះហើយនឹងការប្រែប្រួលយ៉ាងម៉េចសូមជួបទៅលោកថេតថែមទៀតអាឡូលោកថេតបាទអាឡូជំរាបសួរលោកថេតបាទដែលខ្ញុំកំពុងឲ្យចោជើងនៅកលៈម៉ោង 9:10 នេះសម្លេងនៃការផ្ទុះអាវុធចេញពីតំបន់ព្រំដែនអត់ទាន់ស្ងប់ស្ងាត់ដល់ឡើយទេនៅតែមួយប៉ុន្តែគឺអត់ឈប់
ប៉ុន្តែលោកថេតមានបានទទួលព័ត៌មានថាប្រជាពលរដ្ឋរបស់យើងនៅខាងជប់កគីរងរបួសហើយនឹងមន្ទីរពេទ្យមន្ទីរសុខាភិបាលមណ្ឌលសុខភាពនៅខាងច្រកជប់កគីនោះគឺត្រូវកំភ្លើងផ្លោងរបស់ថៃនឹងរបួសខាងប្រជាពលរដ្ឋយើងបានទទួលនៅបាទលោកធានសូមបញ្ជាក់ថាចំពោះព័ត៌មាននេះគឺខ្ញុំអត់ទាន់បានទទួលនៅឡើយទេប្រែបើសិនណាជាមានមែនខ្ញុំនឹងតាក់ទងទៅអាជ្ញាធរទីនោះគាត់ហើយគាត់អាចផ្ដល់ព័ត៌មានមកកាន់ខាងខ្ញុំបាននឹងបានខ្ញុំផ្ញើព័ត៌មាននឹងទៅកាន់ស្ថានីយ៍វិញព្រោះអីបើចូលមកនេះខ្ញុំអត់ទាន់បានទទួលទេបាទហ្នឹងហើយដោយសារតែវាកំពុងតែក្តៅព័ត៌មានខ្លះវាវិវត្តលឿនហើយមួយទៀតថ្នាក់ដឹកនាំខេត្តក៏គាត់មិនអាច confirm ភ្លាមបានដែរព្រោះអានឹងទៅការផ្ទៀងផ្ទាត់ហើយមួយទៀតព័ត៌មាននេះគឺមានតែក្រសួងការពារជាតិមួយគត់ដែលជាព័ត៌មានច្បាស់ការនិងផ្លូវការហើយបន្ទាប់មកទៀតគឺក្រសួងការបរទេសអាចជាការងារការទូតបាទអានឹងបានច្បាស់ការផ្លូវការបាទអរគុណលោកថេតដោយសារតែខ្ញុំចង់អាប់ដេតម៉ោងជិត10នេះដើម្បីចង់ដឹងពីសភាពការបន្ថែមហើយមានអីចង់បន្ថែមទៀតទេបាទចំពោះជាក់ស្ដែងនៅក្នុងទីតំបន់ទីប្រជុំជនកងកម្លាំងការដល់ជ័យខ្ញុំសូមបញ្ជាក់បន្ថែមបន្តិចទៀតចំពោះពាក់ព័ន្ធទៅនឹងបងប្អូនដែលបានជិះទឹកចេញពីលំនៅឋានដែលចេញពីសមរភូមិមុខនោះនៅម៉ោងនេះជិត10ហើយតាំងពីខ្ញុំបាទចាប់យករូបភាពក៏ដូចជាចាំមើលពីសកម្មភាពដែលពួកគាត់ជិះទឹកចេញពីលំនៅឋានមកបន្ទាប់មកនេះនៅតែមានបន្តទៀតបាទអត់ទាន់ដាច់ដល់ទេគឺនៅតែប្រពេលផលបាទថាវារៀងស្ដាយបន្តិចតែនៅតែមានគោយន្តកន្ត្រៃក៏ដូចជាឡានក៏ដូចជាម៉ូតូផងដែរហើយនៅតែបន្តជាប់ជានិច្ចព្រោះឥឡូវនេះគាត់នៅតែបន្តប៉ុណ្ណឹងតែគាត់រកគោលដៅដែលនៅកន្លែងសមត្ថភាពកន្លែងគោលដៅចាស់អាជ្ញាធរខេត្តដមជ័យនៅតែបន្តរៀបចំទទួលគាត់ដល់ហើយទេបាទប៉ុន្តែគេក៏គាត់ដឹងថាគាត់ចូលកន្លែងតំបន់ឬក៏ស្មារតីបាទទទួលមកនេះទៅជាបន្តទៀតបាទលោកអូខេអរគុណណាអរគុណលោកប៊ុនថេតចាំបន្តតាមដានព្រឹត្តិការណ៍ថែមទៀតឥឡូវវាដល់ពេលវេលាហើយណាអរគុណជំរាបលាអរគុណច្រើនលោកធានបាទប្រិមិត្តទូទាំងឯកជនការផ្ទុះអាវុធនៅតាមព្រំដែនមិនទាន់ស្ងប់តែការផ្ទុះអាវុធនៅតែបន្តហើយដូចខ្ញុំបានជម្រាបជូនខាងដើមអញ្ចឹងបងប្អូនប្រជាពលរដ្ឋរបស់យើងកំពុងតែចង់តាមដានខ្លាំងណាស់បាទហើយថាពួកយើងចេះតែថាអត់ធ្មត់ឥឡូវអត់ធ្មត់ដល់ណាបាទឥឡូវហ្នឹងដូចសម្ដេចតេជោបានជម្រាបជូនខាងដើមហើយសាររបស់សម្ដេចបានជម្រាបជូនខាងដើមហើយប្រិមិត្តបានន័យថាកម្មវិធីរបស់ថ្នាក់ដឹកនាំប្រទេសនៅម៉ោងនេះពេលនេះលុបចោលកម្មវិធីអីផ្សេងទាំងអស់បាទកម្មវិធីអីផ្សេងទាំងអស់បាទប៉ុន្តែចង់ជម្រាបប្រិមិត្តថាពេលម៉ោងនេះគឺកងទ័ពរបស់យើងចាប់ដើមតដៃពេញបន្ទុកហើយបាទតដៃពេញបន្ទុកហើយដោយសារតែខាងទាហានសៀមនេះគឺគេប្រើប្រាស់នៅអាវុធធុនធ្ងន់ផងប្រើប្រាស់នៅយន្តហោះទម្លាក់គ្រាប់បែកផងបាទកំពុងតែកើតឡើងនៅតាមព្រំដែនគ្រប់ទម្រង់បាទគ្រប់ទម្រង់ចាបាទអរគុណច្រើនប្រិមិត្តលោក Michael B. Alfaro ក៏គាត់លើកឡើងដែរបន្ទាប់ពីថៃវាប្រហារមកលើយើងគាត់និយាយថាច្បាប់តុលាការអន្តរជាតិហាក់ដូចជាគ្មានប្រសិទ្ធភាពទេពីព្រោះអីពីព្រោះភាគីថៃនៅតែបំពេញកិច្ចព្រមព្រៀងបទចុះបាញ់ហើយមិនខ្លាចញញើសទៅនឹងច្បាប់អន្តរជាតិហើយប្រិមិត្តក៏ចុងក្រោយនេះក៏សួរមកខ្ញុំថាតើម្ចាស់សាក់សីសំខាន់រឿងកិច្ចព្រមព្រៀងសន្តិភាពបាទកិច្ចព្រមព្រៀងបទជប់បាញ់តើលោក Donald Trump ហើយនឹងសមាភាគីចិនយល់យ៉ាងម៉េចហើយនឹងអន្តរាគមទេនៅពេលម៉ោងវេលានេះព្រោះឥឡូវកិច្ចព្រមព្រៀងសន្តិភាពបានដួលរលំហើយបទជប់បាញ់បានដួលរលំហើយចា៎បាទនេះជាសំណួររបស់បងប្អូនសួរមកខាងខ្ញុំហើយខ្ញុំទទួលមើលពីខាងនេះចា៎នៅខាងពូសាទគឺអត់អីទេប៉ុន្តែកំពុងតែត្រៀមខ្ពស់បំផុតចា៎